បាទគ្រប់ជំរាបសួរទៅកាន់ពុកម៉ែបងប្អូនទាំងអស់គ្នាឥឡូវនេះខ្ញុំសូមធ្វើការថតបង្ហាញបងប្អូនទាំងអស់គ្នាទស្សនានៅវីដេអូឃ្លីបមួយទៀតតែតងជាមួយនឹងថ្មដដែលថ្មនេះគឺជាប្រភេទថ្ម Jasper បងប្អូនទាំងអស់គ្នាជាប្រភេទថ្មដែលកម្រដែរតែបើសិនយើងយកទៅច្នៃជាអង្កាំឬមួយក៏ចម្លាក់បដិមានឹងឃើញថាមានពណ៌កាឡាផ្កាស្អាតខ្លាំងប្លែកខ្លាំងមែនទែននេះយើងមើលឃើញពីផ្នែកខាងនេះឃើញហើយគឺថាសម្រស់របស់គេស្អាតមែនទែនលើជាមួយខ្ញុំយកទៅជ្រលក់ទឹកដើម្បីយើងបានមើលឃើញច្បាស់បន្ថែមទៀតបងប្អូនទាំងអស់គ្នាពណ៌ក៏ស្អាតបាទពណ៌ក៏ស្អាតបាទសាច់របស់គេក៏មានផ្ទៃកាឡាស្អាតបងប្អូនទាំងអស់គ្នាឃើញទេគឺថាស្អាតខ្លាំងមែនទែនជាមួយនឹងពណ៌ដែលមាននៅក្នុងផ្ទៃសាច់របស់គេជារង្វង់មូលណាជារង្វង់មូលដូចពងចង្ចក់គេហៅពងចង្ចក់ណាបងប្អូនទាំងអស់គ្នាគឺថាស្អាតប្លែកខ្លាំងមែនទែនសាច់របស់គេផ្ទៃនៃសាច់របស់គេគឺទាំងមូលបែបនេះទាំងអស់ណាបងប្អូនទាំងអស់គ្នានេះអត់ដែលបានជួបទេបងប្អូនទាំងអស់គ្នាតាំងពីយូរយារណាស់មកហើយគឺយូរជួបមួយនឹងឯងហ្នឹងហើយយូរជួបមួយគឺមានសភាពស្អាតប្លែកខ្លាំងមែនទែននេះបើយើងយកទៅឆ្លាក់ឬមកធ្វើកាប់គឺរឹតតែស្អាតបាទអូខេចឹងអរគុណច្រើនសម្រាប់ការចូលរួមទស្សនាក្នុងគ្លីបរបស់ខ្ញុំបាទមានប៉ុណ្នេះមានអ្វីដែលជាចំណុចខុសឆ្គងសូមមេត្តាខន្តីអភ័យទោសផងបាទអរគុណគោរពជម្រាបលា